ជំរាបសួរនាងខ្ញុំឈ្មោះវណ្ណអាណិតជាតិថ្ងៃនេះនាងខ្ញុំមកបង្ហាញអំពីការយកចង្វាក់ដង្ហើមដែលត្រឹមត្រូវគោលបំណងគឺដើម្បីប៉ាន់ប្រមាណស្ថានភាពដង្ហើមដោយធ្វើការវាយតម្លៃចំនួននិងគុណភាពនៃការដកដង្ហើមការរាប់ចង្វាក់ដង្ហើមគឺជាការរាប់ការដកដង្ហើមចូលនិងដកដង្ហើមចេញរាប់មួយដោយរាប់ក្នុងរយៈពេលពេញ1នាទីឬការកំណត់ណាមួយនេះគឺជាសម្ភារៈសម្រាប់យកចង្វាក់ដង្ហើមរួមមាននាឡិកាដៃដែលមានទំនិញវិនាទីសៀវភៅតាមដានសុខភាពរបស់អ្នកអកលសម្រាប់លាងដាត់បន្តទៅទៀតនេះនាងខ្ញុំសូមបង្ហាញអំពីការអនុវត្តនៃការយកចង្វាក់ដង្ហើមចាបងឈ្មោះវណ្ណអាណិតជាតិជាកលានុបដ្ឋាកដែលធ្វើការនៅមណ្ឌលយើងនេះទទួលពិនិត្យផ្នែកពិគ្រោះជំងឺក្រៅណាអូននេះគឺជាប្អូនប្រុសពិសិដ្ឋគាត់គឺជានិស្សិតដែលធ្វើកម្មសិក្សានៅមណ្ឌលយើងនេះទី1គឺយើងត្រូវលាងដៃបិទបាំងអ្នកជំងឺដើម្បីរក្សាភាពឯកជនពិសិដ្ឋអូនជួយបិទប្រួយតិចទៅអូនរៀបចំស្ថានភាពនៃជំងឺដោយសម្រួលស្ថានភាពជំងឺឲ្យដាក់ដៃក៏ឲ្យតាមសម្រួលនិងប្រសិនបើជាមានអាវវែងឬក៏ក្រាស់ត្រូវយកចេញឬក៏ដកខួរចេញដើម្បីពិនិត្យមើលកន្លែងដែលត្រូវយកចង្វាក់ដង្ហើមរាប់ចង្វាក់ដង្ហើម30វិនាទីគុណនឹង2ក្នុងករណីចង្វាក់ដង្ហើមធម្មតាប្រសិនបើចង្វាក់ដង្ហើមមិនធម្មតារាប់រយៈពេល60វិនាទីប្រសិនបើចង្វាក់ដង្ហើមលឿនពេកឬក៏យឺតពេកកំណត់សម្គាល់ជម្រៅនៃចង្វាក់ដង្ហើមវាតម្លៃជម្រៅនៃការដកដង្ហើមពេលដែលយើងកំពុងរាប់ល្បឿនកត់សម្គាល់មើលលំនាំនៃការដកដង្ហើមដណ្ដប់ភួយឲ្យអ្នកជំងឺវិញសម្រួលស្ថានភាពនៃជំងឺឲ្យបានសុខស្រួលលាងដៃពិភាក្សាជាមួយនឹងអ្នកជំងឺអំពីលទ្ធផលដែលរកឃើញបងស្រីឃើញថាចង្វាក់ដង្ហើមរបស់បងអូនគឺ14ដងក្នុង1នាទីគឺជាចង្វាក់ដង្ហើមដែលធម្មតាសម្រាប់វ័យប្រហែលបងអូនណាចាអត់អីទេបងអូនអញ្ចឹងធ្វើចិត្តឲ្យស្រួលណាដកដង្ហើមវែងៗអ្នកគ្រូបានយកចង្វាក់ដង្ហើមបងអូនហើយណាបងអូនអាចងើបបានណា